អូក្រែមួយនេះគឺល្បីខ្លាំងមែនតើហើយថ្ងៃហ្នឹងគឺខ្ញុំបានរៀនធ្វើម្ហូបមួយហ្នឹងប៉ុន្តែ result ចេញមកគឺសួស្តីអ្នកគ្នាហើយ energy ពួកយើងជួបគ្នាមួយសារទៀតហើយអញ្ចឹងថ្ងៃហ្នឹងដូចក្បាលវីដេអូដែលអ្នកគ្នាបានឃើញអញ្ចឹងថ្ងៃហ្នឹងដែរគឺខ្ញុំសាកធ្វើ content ថ្មីដែលយើងសាកធ្វើម្ហូបដែល viral ឬក៏ trending នៅក្នុង TikTok ជាមួយនឹង YouTube ប៉ុន្តែយើងអត់ដឹងទេថាយើងអាចធ្វើវាបានជោគជ័យឬក៏បរាជ័យមានតែចាំមើលទាំងអស់គ្នាហើយម្ហូបមួយនេះគឺជាម្ហូបដែលខ្ញុំចង់សាកល្បងធ្វើអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅដើររកទិញរបស់ទាំងអស់គ្នាអញ្ចឹងឥឡូវគឺខ្ញុំទៅទិញមីសិនហើយសម្រាប់មីគឺឃើញមានដល់ទៅ3ប្រភេទណាអ្នកនរគ្នាមានអាក្រហមមានអាផ្កាឈូកហើយជាមួយនឹងអាពណ៌ខ្មៅប៉ុន្តែខ្ញុំយកអាពណ៌ក្រហមដោយសារតែពណ៌ខ្មៅគឺខ្ញុំញ៉ាំលេងដឹងហឹលហើយអ្នកឃើញអញ្ចឹងមានតែយកអាពណ៌ក្រហមនឹងឯងអញ្ចឹងឥឡូវគឺខ្ញុំមកទិញ cheese មួយទៀតអានេះ3កន្លះហើយខ្ញុំមិនដឹងថាវាអាចមើលទៅតំណងអត់ទេតែចាំមើលជាក់ស្ដែងអូខេអញ្ចឹងយើងមកមើលគ្រឿងផ្សំដែលយើងត្រូវការធ្វើទាំងអស់គ្នាអញ្ចឹង main course របស់យើងគឺមីការ៉េនឹងឯងអញ្ចឹងអាមីការ៉េនេះខ្ញុំយកឲ្យហឹលគុណនឹង2ដោយសារអាពណ៌ខ្មៅឥឡូវគឺញ៉ាំលេងនឹងហឹលហើយអ្នកតោះអានេះបានឆ្ងាញ់អញ្ចឹងបន្តមកទៀតគឺយើងមានជាមួយនឹងពងមាន់ខ្ញុំប្រើ4គ្រាប់ដោយសារមី2កញ្ចប់ហើយជាមួយនឹង hot dog 2ហើយជាមួយនឹង burger ហើយជាមួយនឹង cheese អញ្ចឹងអា cheese នេះឯងដែលដាក់ទៅឲ្យវាឃើញ smooth ឲ្យវាទាញទៅឲ្យវាជាប់គ្នាខ្ញុំដឹងថាអានេះអាចនឹងជាប់ឬក៏មើលទៅតំណដូចក្នុងវីដេអូរបស់ការ៉េអត់ទេអញ្ចឹងឥឡូវក៏ឲ្យខាតពេលយូរយើងមកសាកធ្វើទាំងអស់គ្នាឥឡូវយើងចាប់ដាំទឹកហើយយើងដាក់មីរបស់យើងឲ្យហើយមកហើយមីហ្នឹងគឺខ្ញុំសោះជាមួយនឹង hot dog ដែលយើងទិញមកហ្នឹងដាក់ជាមួយគ្នាមកទៅទុកតែមួយ plate វាចាប់ដើមពុះហើយយើងលាយជាមួយនឹងអាទឹកម្ទេសរបស់វាបានហើយទុកអាកញ្ចប់ខ្មៅហ្នឹងទុកក្រួយពីលើដូចគេដែរអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺយើងដាក់មីចោលទៅហើយយើងមកចាប់ដើមចៀនពងទាវិញម្ដងចាអាហ្នឹងគឺគេចៀនជាមួយនឹង burger ហើយបានគេចាក់ពងទាតាមក្រោយប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំនៅពេលដែលយកវីដេអូយកមកកាត់ហ្នឹងខ្ញុំដឹងហើយថាថៃបានខ្ញុំធ្វើដល់តែ2ដងហើយ fail ទាំង2ដងគឺមូលហេតុគឺខ្ទះហើយជាមួយនឹងភ្លើងគឺខ្ញុំប្រើអត់ត្រូវអ្នកនរគ្នាខ្ទះរបស់គេដែលគេយកជៀនហ្នឹងគឺវាតប៉ែតបានតប៉ែតត្រង់ណាហើយខ្ទះរបស់ខ្ញុំគឺកលោមចុះក្រោមដែលយើងចាក់ពងទាទៅគឺអត់បានធំទេហើយណាមួយទៀតដូចអ្នកនរគ្នាឃើញអញ្ចឹងមីគឺលេងទៅឡើងមកពេញខ្ទះឡើងពេញពងទាហើយអញ្ចឹងដល់ពេលក្លាប់ទៅក៏ក្លាប់អត់កើតដែរអញ្ចឹងនៅពេលដែលខ្ញុំដាក់ពងទាហើយបន្ទាប់មកខ្ញុំដាក់មីច្រើនទៅលើហើយដាក់ cheese ដាក់អីទៀតគ្រាន់តែចាប់ដើមក្លាប់ពងទាហ្នឹងគឺខ្ញុំដឹងថាអូចាប់បាត់ហើយណាមួយគឺខ្ញុំប្រើភ្លើងរៀងខ្លាំងទៀតវាខ្លោចអាខាងក្រោមហ្នឹងគឺចប់តែម្ដងបាទគឺអត់មានអីនិយាយសរុបមកអាលើកទី1គឺចោលតែម្ដងប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមធ្វើហ្នឹងខ្ញុំធ្វើដល់2ដងអាលើកទី1ខ្ញុំថាអូខេខ្ញុំធ្វើមួយសាទៀតបន្ទាប់មកអា process អីគឺធ្វើដូចគ្នាទាំងអស់ហើយអាពងទាលើកទី2ហ្នឹងវាបានតិចទៀតដូចអ្នកគេឃើញយើងឃើញខ្ទះហ្នឹងវារៀងធ្លាក់ចុះហើយដល់ពេលអញ្ចឹងយើងចាក់ពងទាទៅវាអត់ឃើញធំវាអត់បានធំដូចគេប៉ុន្តែលើនេះគឺខ្ញុំដាក់មីរៀងតិចជាងមុនបន្ទាប់មក hot dog ហ្នឹងគឺខ្ញុំវះឲ្យវារឹតទទួលជាងមុនហើយបន្ទាប់មកខ្ញុំថែម cheese ថែមអីទៅប៉ុន្តែអ្វីដែលខ្ញុំគិតថាយើងរៀងគ្រាន់បើជាងមុនគឺពងទាគឺអត់ជាប់ខ្ទះដែលយើងអាចប្រែវាបានបន្តិចមកហើយអានេះគឺគ្រាន់បើជាងមុនបន្តិចតែគ្រាន់ថាអាពងទានៅពេលដែលយើងក្លាប់មកវាអត់បានក្លាប់ស្អាតដូចបោះគេហ្មងទេអញ្ចឹងខ្ញុំស្ដាយមែនតើខ្ញុំគិតថាបើសិនជាក្លាប់ម្ហូបហ្នឹងបើសិនជាក្លាប់មកបានឃើញពងទាមួយទាំងមូលហ្មងខ្ញុំថាវីដេអូហ្នឹងគឺពេលដែលយើងយកញ៉ាំឬក៏ពេលថតគឺប្រហែលជាឃើញមើលទៅតំឡងជាងហ្នឹងហើយអានេះគឺពេលដែលខ្ញុំយកមកដាក់ចានហើយជាមួយនឹងរយជាមួយអាខ្មៅហ្នឹងបន្ទាប់ពីឃើញស្នាដៃខ្លួនឯងហើយដូចជាអត់មានអីនិយាយទេអ្នកហ្នឹងដូចជាអត់មានអីនិយាយទេខ្ញុំអត់យល់ត្រង់ថាមិនបានខ្ញុំក្លាប់អាពងទាហ្នឹងអត់បានឬមកពីខ្ញុំដាក់មីច្រើនពេកមកពីពងទាយើងទៅតិចពេកឬក៏មិនបានក្លាប់មកវាបានតែពាក់កណ្ដាលអញ្ចឹងក្លាប់ពាក់កណ្ដាលហើយអាពាក់កណ្ដាលទៀតគឺនៅជាប់ខ្ទះទាំងអស់បាទដល់ពេលទាញមកគឺបែកបល់វិញហ្នឹងប៉ុន្តែសម្រាប់បើសួរខ្ញុំថាបើសិនជាចៀនឲ្យស្អាតណាបើសិនជាយើងចៀនឲ្យស្អាតហើយបន្ទាប់មកយើងដាក់ឲ្យត្រូវតាមរបស់វាទាំងអស់ខ្ញុំគិតថាប្រហែលជាថតមកគឺឃើញស្អាតហើយគួរឲ្យចង់ញ៉ាំហ្មងប៉ុន្តែអានេះបាទអត់ដឹងនិយាយថាម៉េចទេអានេះគឺ fail ហើយអញ្ចឹង content របស់ខ្ញុំនេះគឺ content ដែលសាកធ្វើម្ហូបតាម trend ឬក៏ម្ហូបដែល viral អញ្ចឹងខ្ញុំនឹងធ្វើអាប្រភេទ content ហ្នឹងរហូតតខ្ញុំធ្វើម្ហូបណាដែលគេធ្វើមិនខ្ញុំធ្វើមកអញ្ចឹងប្រហែលជាខ្ញុំឈប់ធ្វើអា content ហ្នឹងហើយខ្ញុំនិយាយមែនណាបើសិនជាខ្ញុំបានត្រឹមតែធ្វើមកបានត្រឹមតែ 80% របស់គេក៏ខ្ញុំគ្រាន់បើដែរប៉ុន្តែអានេះ
10% đại chi ha tôm mòn ok nào thế họ con lại ban mơ video nhưng phương hộp hai bà chơi chắc nhằm cho video khỏi nào là video nó nhưng mà đăng na thời vậy cái ai